បាទជំរាបសួរបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំចង់បង្ហាញបងប្អូនទាំងអស់គ្នារបៀបកំណត់សញ្ញាកិច្ចការនៅក្នុងកម្មវិធី Microsoft Word អាចដាក់បញ្ឈរផងផ្ដេកផងនៅក្នុង file តែមួយបាទនៅក្នុងកិច្ចការតែមួយអញ្ចឹងនៅក្នុង Microsoft Word យើងដឹងស្រាប់ហើយនៅពេលដែលយើងកំណត់ពីដំបូងទៅកាលណាกระดาษបញ្ឈរឬក៏กระดาษផ្ដេកវានឹងបញ្ឈរទាំងអស់ហើយនៅពេលដែលយើងបន្ថែមសញ្ញាកិច្ចការទៅក្រោមអញ្ចឹងនៅពេលដែលយើងអត់ដឹងក្នុងការកំណត់ឲ្យវាផ្ដេកហើយបញ្ឈរនៅជាមួយគ្នាបានគឺយើងធ្វើអត់ចេញទេបាទអញ្ចឹងមានកន្លែងកំណត់សម្រាប់ឲ្យយើងអាចដាក់សញ្ញាកិច្ចការហ្នឹងអាចដាក់បញ្ឈរផងផ្ដេកផងឆ្លាស់គ្នាបញ្ឈរផងផ្ដេកផងហើយទៅក្រោមបញ្ឈរហើយផ្ដេកទៀតអីអញ្ចឹងក៏បានឆ្លាស់គ្នាក៏បានឬក៏បញ្ឈរអស់ហើយបានដាក់ផ្ដេកទាំងអស់ខាងក្រោមក៏បានហ្នឹងគឺអាស្រ័យលើជំរើសរបស់បងប្អូននៅពេលដែលបងប្អូនចេះកំណត់ទៅគឺអាចធ្វើមិនក៏បានដោយបានបត់បែនទៅតាមការងាររបស់បងប្អូនបាទអញ្ចឹងយើងទៅមើលនៅក្នុងកម្មវិធី Microsoft Word ទាំងអស់គ្នាបាទអញ្ចឹងយើងបើកកម្មវិធី Microsoft Word មកអញ្ចឹងយើងបើកកម្មវិធី Microsoft Word មកនេះអញ្ចឹងមុនដំបូងគឺវាបង្ហាញបែបនេះហើយយើងត្រូវតម្រឹមកระดาษអីតាំងពីដំបូងអញ្ចឹងមកបងប្អូនធ្វើតាមការងារបងប្អូនពីដំបូងមកដល់ឧទាហរណ៍ថាខ្ញុំវាយអត្ថបទអញ្ចឹងអានេះខ្ញុំចុចឲ្យតបានឲ្យច្រើនសិនមកបាទអញ្ចឹងការងារមួយនេះឧទាហរណ៍ប៉ុណ្ណឹងអញ្ចឹងដើម្បីបន្ថែមកระดาษទៅខាងក្រោមណាបងប្អូនខ្លះអត់ដឹងទេដើម្បីបន្ថែមសញ្ញាកិច្ចការគាត់ចុច enter អញ្ចឹងរហូតដល់វាធ្លាក់ចុះទៅបន្ថែមសញ្ញាកិច្ចការដោយខ្លួនវាអានេះវាអត់អស់ទេពេលអស់សញ្ញាវាបន្ថែមមកឲ្យហើយអញ្ចឹងបងប្អូនដែលប្រើប្រាស់កម្មវិធី Microsoft Word ថ្មីថ្មោងគឺប្រកាសតែឆ្ងល់ហើយថាធ្វើម៉េចដើម្បីបន្ថែមសញ្ញាកិច្ចការបានដាក់បន្តគ្នាបានច្រើនទំព័រណាបាទអញ្ចឹងយើងអាចចុច enter អញ្ចឹងក៏បានគឺកាលណាវាអស់មួយកระดาษហ្នឹងវាចូលមួយកระดาษទៀតហើយបាទអញ្ចឹងវាថែមបាន2សន្លឹកហើយលើឧទាហរណ៍អញ្ចឹងខ្ញុំអត់ enter រហូតដល់នេះទេឧទាហរណ៍នេះខ្ញុំសរសេរបានមួយជួរអីចឹងទៅអញ្ចឹងខ្ញុំចង់បន្ថែមសន្លឹកកិច្ចការមួយទៀតតែម្ដងខ្ញុំអត់ត្រូវការ enter រហូតដល់អស់អីទៀតទេអញ្ចឹងគឺបន្ថែមយកតែម្ដងគឺយើងចុច control enter យើងអត់ចុច enter ដូចមុនទៀតទេ enter បានតែមកបន្ទាត់ហើយបើ control enter គឺយើងថែមកระดาษថ្មីតែម្ដងបាទអញ្ចឹងឧទាហរណ៍ថាពីกระดาษលើខ្ញុំចង់បានបញ្ឈរចឹងហើយតែដល់ពេលស្លឹកទី3នេះខ្ញុំចង់បានកระดาษផ្ដេកព្រោះការងារហ្នឹងត្រូវដាក់กระดาษផ្ដេកអីវិញអញ្ចឹងណាបាទអញ្ចឹងក្នុងការកំណត់បដូរទៅกระดาษបញ្ឈរกระดาษផ្ដេកបើសិនជារើសនៅនេះយកផ្ដេកមកគឺវាលោតទៅផ្ដេកទាំងអស់បាទអញ្ចឹងធ្វើអញ្ចឹងអត់ត្រូវទេអញ្ចឹងត្រឡប់ក្រោយវិញបាទអញ្ចឹងយើងយកกระดาษនេះអញ្ចឹងយើងចុចមកលើ page setup នេះបាទនៅក្នុង page layout នៅក្នុង layout បាទអញ្ចឹងមុនដំបូងជាធម្មតាវានៅក្នុង home នេះបងប្អូនអញ្ចឹង menu home អញ្ចឹងគឺយើងចូលទៅ layout ហើយយក page setup ចុចឡើងកែងហ្នឹងមកបាទនេះអញ្ចឹងនៅក្នុង margin នេះថ្ងៃមុនខ្ញុំបរៀនបងប្អូនការកំណត់ margin ហ្នឹងការតម្រឹមកระดาษអញ្ចឹងនេះឧទាហរណ៍យើងយកអានេះអញ្ចឹងกระดาษផ្ដេកអញ្ចឹងដើម្បីឲ្យវាផ្ដេកចាប់ពីទំព័រដែលយើងដាក់ម៉ៅបាទអញ្ចឹងបញ្ជាក់បងប្អូនមុននឹងយើងកំណត់ឲ្យកระดาษនឹងផ្ដេកយើងត្រូវដាក់ម៉ៅចាប់ពីសន្លឹកកិច្ចការហ្នឹងទៅហើយបន្ទាប់មកចូលទៅ layout page setup ហើយបន្ទាប់មកយក apply tool នេះយកពាក្យថា this point forward នោះវាបានន័យថាយើងយកនេះអានេះกระดาษផ្ដេកចាប់ពីចំណុចដែលយើងដាក់ម៉ៅទៅបាទអញ្ចឹងគឺអូខេមកអញ្ចឹងឧទាហរណ៍បងប្អូនវាយឯកសារហើយមានច្រើនសន្លឹកអញ្ចឹងនេះឧទាហរណ៍មានច្រើនសន្លឹកមកក្រោមថា
Ồ,បើសិនខ្ញុំនេះវាយប្រឈរឲ្យដាក់ផ្ដេកដល់ពេលផ្ដេកទៅវាផ្ដេកទាំងអស់អញ្ចឹងធ្វើម៉េចឲ្យការងារខ្ញុំនៅក្រោមខ្ញុំអត់ចង់បានផ្ដេកទេខ្ញុំចង់បានប្រឈរតែខ្ញុំចង់បានផ្ដេកតែមកទំព័រទី3ហ្នឹងទេបាទអញ្ចឹងអាហ្នឹងយើងអាចធ្វើបានយើងដាក់ផ្ដេកមកសិនមកហើយយើងធ្វើការងារនៅទំព័រយើងនឹងសិនមកធ្វើឲ្យហើយការងារនឹងឲ្យហើយអញ្ចឹងទៅតមកយើងដាក់ម៉ៅនៅទំព័រដែលយើងចាប់ផ្ដើមចង់ទៅប្រឈរវិញយើងចូលទៅបដូរបញ្ឈរវិញបាទអញ្ចឹងយើងចូលទៅ page set up អញ្ចឹងដដែលហើយយកกระดาษបញ្ឈរវិញហើយកន្លែងនេះធ្វើម៉េចដាក់ថា this point forward ដូចគ្នាបាទអញ្ចឹងពាក្យ3ហ្នឹងមានន័យថាម៉េច this section គឺផ្នែកអញ្ចឹងដាក់តាមផ្នែកនឹងវីដេអូក្រោយខ្ញុំនឹងនិយាយអំពី section បាទបើបងប្អូនតាមដានវីដេអូរបស់ខ្ញុំចឹងទៅនៅវីដេអូផ្សេងទៀតបងប្អូននឹងចេះហើយនៅចំណុចការ section នេះផ្ដាច់ section អីផ្សេងហ្នឹងគឺផ្ដាច់ section ហ្នឹងគឺផ្ដាច់ផ្នែកអញ្ចឹងបងប្អូនដែលជានិស្សិតឬក៏ធ្វើវាយជាសភៅអីផ្សេងហ្នឹងគឺតម្រូវការគឺត្រូវចេះផ្ដាច់អា section ហ្នឹងហើយផ្ដាច់ផ្នែកហ្នឹងហើយដើម្បីដាក់លេខទំព័រដើម្បីដាក់ header footer អីហ្នឹងឲ្យវាខុសគ្នាអីហ្នឹងអញ្ចឹងត្រូវចេះតាក់ទងទៅនឹងការផ្ដាច់ section បាទអញ្ចឹងខ្ញុំនឹងបង្រៀននៅវីដេអូក្រោយទៀតឬក៏វីដេអូផ្សេងទៀតបាទអញ្ចឹងឥឡូវយើងដាក់ដូចមុនមកបើពាក្យថា this point forward មានន័យថាចាប់ពីចំណុចដែលយើងដាក់ម៉ៅទៅអញ្ចឹងណាបាទដាក់ cursor នេះបាទអញ្ចឹងហើយបើ whole document គឺចាប់ពីមានន័យថាទាំងអស់អញ្ចឹងអត្ថបទមកឯកសារយើងមក file ហ្នឹងគឺទៅទាំងអស់ហើយអញ្ចឹងយើងឥឡូវនេះលក្ខខណ្ឌនេះគឺយើងដាក់ចាប់ពី this point forward ចាប់ពីកន្លែងដាក់ម៉ៅទៅអញ្ចឹងយកប្រឈរហើយអូខេនេះអញ្ចឹងបងឃើញហើយលទ្ធផលដែលយើងនេះយើងអាចកំណត់បានហើយអញ្ចឹងបាទអញ្ចឹងយើងដាក់បានហើយបាទអញ្ចឹងអរគុណច្រើនបងប្អូនសម្រាប់ការទស្សនាវីដេអូនេះ